អ្នកធ្លាប់ឃើញខ្សែអំបោះរាប់រយសរសៃអូសពេញដីបែបនេះទេមនុស្សខ្លះមើលទៅដូចជាធម្មតាតែសម្រាប់អ្នកភូមិខ្មែរវាជាជំហានដំបូងនៃការបង្កើតក្រមាលុនមួយផ្ទាំងក្រមាមួយមិនមែនកើតចេញពីម៉ាស៊ីនទេតែកើតចេញពីដៃចេញពីពេលវេលានិងចេញពីបទពិសោធន៍របស់លោកយាយដែលត្បាញវាផ្ទាល់នៅជនបទខ្មែរសិប្បកម្មត្បាញក្រមាគឺជាការងារដែលមានតាំងពីបុរាណមុនអាចត្បាញបានគេត្រូវរៀបខ្សែអំបោះឲ្យត្រឹមត្រូវសិនមើលទៅសាមញ្ញប៉ុន្តែបើច្រឡំតែបន្តិចខ្សែអាចជិបគ្នាទាំងអស់ហើយត្រូវចំណាយពេលរៀបជាថ្មីម្ដងទៀតលោកយាយរបស់ខ្ញុំកើតធ្វើការងារនេះជាច្រើនឆ្នាំមកហើយពីមុនកើតរៀនពីអ្នកចាស់ៗនៅក្នុងភូមិហើយឥឡូវចៅស្រីរបស់គាត់ក៏ចាប់ផ្ដើមមកជួយដែរវាមិនគ្រាន់តែជាការងាររកចំណូលនោះទេតែវាជាការបន្តវេននិងទុកជាវប្បធម៌ខ្មែរមិនអោយបាត់បង់ក្រមាលុនខ្មែរមួយផ្ទាំងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនចាប់ពីការរៀបអំបោះលាបពណ៌បញ្ចូលខ្សែនិងត្បាញដោយដៃពេលមើលជិតៗអ្នកនឹងឃើញថាខ្សែនីមួយៗត្រូវបានរៀបយ៉ាងហ្មត់ចត់ការងារនេះត្រូវការភាពអត់ធ្មត់ខ្លាំងណាស់ពេលខ្លះអង្គុយធ្វើពេញមួយថ្ងៃបានត្រឹមតែក្រមាមួយប៉ុណ្ណោះប៉ុន្តែសម្រាប់លោកយាយគាត់សប្បាយចិត្តពេលដែលគាត់ឃើញចៅមកជួយព្រោះវាធ្វើឲ្យគាត់ដឹងថាជំនាញបុរាណនេះនៅតែមានអ្នកបន្តសប្តាហ៍ថ្ងៃមនុស្សជាច្រើនចូលចិត្តរបស់ផលិតលឿនៗពីរោងចក្រតែរបស់ដែលធ្វើដោយដៃតែងតែមានតម្លៃខុសគ្នាក្នុងក្រមាមួយផ្ទាំងមានទាំងពេលវេលាកម្លាំងនិងបទពិសោធន៍របស់អ្នកត្បាញហើយអ្វីដែលពិសេសជាងនេះគឺស្នាមញញឹមរបស់លោកយាយពេលឃើញចៅរបស់គាត់នៅក្បែរនឹងជួយការងារដែលគាត់ស្រឡាញ់ប្រហែលមនុស្សខ្លះមើលឃើញត្រឹមតែខ្សែអំបោះវែងៗនៅលើដីប៉ុន្តែសម្រាប់ខ្ញុំវាគឺជារូបភាពមួយដែលបង្ហាញពីជីវិតនៅជនបទនិងជីវិតនៅក្នុងគ្រួសាររបស់គាត់និងពីសិប្បកម្មខ្មែរដែលនៅតែរស់រវើករហូតមកដល់សព្វថ្ងៃក្រមាមួយផ្ទាំងអាចមិនថ្លៃខ្លាំងប៉ុន្តែតម្លៃនៃកម្លាំងចិត្តនិងវប្បធម៌នៅក្នុងការរស់នៅមិនអាចវាស់បាននោះទេ